បជាបឋមខ្ញុំបាទសូមគោរពជំរាបសួរអាដាមលោកជំទាវគណៈកម្មការទាំង6រូបសូមគោរពបេក្ខជនបេក្ខនារីនិងគណៈប្រតិភូអមដំណើរអញ្ជើញមកពីគ្រប់រាជធានីខេត្តទាំងអស់ជាទីគោរពនិងជាទីរាប់អានខ្ញុំបាទឈ្មោះណាតចន្ទណាជានាយកសាលាបឋមសិក្សាត្រពាំងព្រីងស្រុកកោះញែកខេត្តមណ្ឌលគិរីខ្ញុំបាទបកស្រាយស្មូតកំណាព្យបទពាក្យ7ចំណងជើងគុណតម្លៃនៃគ្រូបង្រៀននិពន្ធដោយលោកស៊ុយវណ្ណស័ក្តិជាគ្រូបង្រៀនអក្សរសាស្ត្រខ្មែរឧត្តមសិក្សានៃវិទ្យាល័យត្រៀលស្រុកបារាយខេត្តកំពង់ធំស្មូតបែបកុមារបាសឹងចេញសោះជប់សឹងពូកែសឹងល្បីហោហាយសឹងគំរូនេះជាចក្ខុវិស័យគ្រូតែងតែគិតគូគេងស្រមៃចង់ឲ្យសឹងចេញចំណេញខ្ពស់មានស័ក្តិមានយំឈ្មោះថ្លាថ្លៃគ្រូប្រឹងបងរៀនគ្មានសំចៃស្រាវជ្រាវយប់ថ្ងៃស្វ័យសឹកសាងប្រឹងអានប្រឹងរៀនប្រឹងសរសេរព្រឹត្តព្រៀនប្រឹងប្រែកិច្ចតែងការរោគវិធីសាំងច្បាស់យ៉ាងណានាំជោគវាសនាសឹងទាំងឡាយហើយសៀវភៅច្បាប់ក្បួនឃ្លាំងគុំនិតគ្រូយកជាមិត្តចិត្តជាប់កាយប្រឹងក្រេបជញ្ជក់មិនចិនណាយចេញជាក់ចែកចាយសឹងគ្រប់គ្នាចំណេះជំនាញខ្លួនជាគ្រូតែងគិតគូគ្រប់វេលាព្រងគ្រូជាឃ្លាំងផ្ទុកវិជ្ជាជាធនិគានៃខួក្បាលហើយសូមអរគុណ អរគុណច្រើន